មានតែជនច្រើនខ្លាំងមែនតើគាត់ឆានមកសួររថយន្ត Mazda EZ60 ឥឡូវនេះហ่าឡើងបារម្ភឲ្យព្រោះរថយន្ត Mazda EZ60 ចូលស្តុកច្រើនខ្លាំងមែនតើយើងមាន EV មានទាំង DMI ហើយចំពោះរថយន្តដែលបងកំពុងតែ review នេះជាប្រភេទ EV អគ្គិសនីសុទ្ធអញ្ចឹងបងអត់ចំណាយលុយទៅលើការចាក់សាំងហើយបើនិយាយពី option រូបរាងខាងក្រៅនិង interior ខាងក្នុងវិញណាអត់ឲ្យចាញ់ឡានគេទំនើបទេបងខ្ញុំធានាឲ្យហ្មងមើលនិយាយពី touch screen គេកន្លែងវិជា option គេគឺធ្វើ touch screen វែងតែម្ដងហើយកន្លែងនេះគឺកន្លែងសាកថ្មកន្លែងដាក់កែវកាហ្វេហើយសំខាន់ណាជពណ៌ខាងក្នុងគេជាប្រភេទពណ៌ត្រាវលេខជាមួយពណ៌សស្អាតខ្លាំងមែនតើមកហើយបើនិយាយពីកៅអីផ្នែកខាងក្នុងគេគឺធំទូលាយខ្លាំងមែនតើជាប្រភេទកៅអីដែលធំហើយផ្នែកខាងមុខនិងផ្នែកខាងក្រោយគឺគេធ្វើកម្រិតឆ្ងាយងាយស្រួលក្នុងការអង្គុយមែនតើហើយចំពោះកញ្ចក់គេបងប្អូនក៏គេវិជាដៃដែរហើយចំពោះរថយន្តនេះបងតម្លៃត្រឹមតែ30000ជាងឯតែបងមកឥឡូវយើងមានតម្លៃពិសេសជូនទៀតហើយបងផ្នែកខាងក្រោយគេគឺស្អាតប្លែកមែនតើគឺគេធ្វើបែបសញ្ញោភ្លើងបែបឆ្មាតូចស្អាតមែនតើអញ្ចឹងសម្រាប់បងដែលមានតម្រូវការទៅលើរថយន្តមួយគ្រឿងនេះភ្លេចតែតបងប្អូនឬមួយក៏អញ្ចឹងមើលផ្ទាល់បានបងស្តុកគឺតិចខ្លាំងមែនតើអញ្ចឹងបងចាប់អារម្មណ៍អាចអញ្ចឹងមកមើលបានអរគុណច្រើន